មកលេបទៅមកផឹកអស់អីយ៉ាបងធីពិតជាអស្ចារ្យមែនណ៎បោកប្រាស់ដល់យើងមកដឹងរឿងតតសុហ៎បាទខ្ញុំពិនិត្យខ្លួនឯង3ពេកសុំទោសរៀមច្បងចុះអញ្ចឹងល្អអស្ចារ្យខ្ញុំកំដរឯងមកពេញដែរថ្ងៃនេះផឹកសប្បាយមែនមកផឹកឲ្យអស់ទៅមកដោយសារស្ថានភាពមិនតាន់ពេកខ្ញុំគ្រាន់តែដឹងថារៀមច្បងជាមនុស្សបកសម្ព័ន្ធប៉ុន្តែមិនដឹងច្បាស់ពីចរិតរៀមច្បងដូច្នេះទើបបានជាខ្ញុំបង្ខំចឹងប៉ុន្តែក៏សូមអរគុណរៀមច្បងនិងអ្នកប្រុសហើយដែលជួយខ្ញុំដែរអេកុំនិយាយពាក្យគួរសមអីយើងឯងអង្គុយផឹកស្រាក្នុងតុតែមួយគឺចាត់ទុកជានិស័យហើយភ្លើងនៅផ្ទះខ្ញុំជួបមិត្តភ័ក្តិទើបផឹកស្រាអញ្ចឹងត្រូវហើយមនុស្សនៅជាមួយគ្នាដែលមានចរិតដូចគ្នាខ្ញុំអាចធ្វើជាមិត្តភ័ក្តិភ្លើងរន្ទះគឺដោយសារតែយើងសុទ្ធតែជាកូនប្រុសដែលមានចិត្តស្នេហាយុត្តិធម៌លបងហើយនិយាយត្រូវបងទី2ខ្ញុំជាកូនប្រុសមានគុណធម៌ណាពីមុនគាត់បានបដូរជីវិតជួយខ្ញុំចេះតែស្ដីបន្ទោសគាត់ឥឡូវគិតទៅខ្ញុំរីករាយខ្លួនណារឿងកន្លងហួសហើយកុំរំលឹកទៀតអីណាមកលបងទី2ខ្ញុំជួយលបងមកពេញមកប្អូនអ៊ីងក៏ជាបរិសុទ្ធដែលដឹងខុសត្រូវដែរធ្វើមនុស្សគួរតែអញ្ចឹងឲ្យចេះបែងចែកខុសត្រូវហើយបើគុំទៅប្អូនអ៊ីងវាក្មេងបែបនេះហើយមានចិត្តទូលាយអាចរំសាយចោលគំនុំនៃអ្នកចំនួនមុនអ្នកបងប្អូនយើងមិនទាំងឯងអង្គុយផឹកស្រានៅទីនេះទៅថ្ងៃនេះពួកយើងលំបាកណាស់ទើបអាចជួបជុំគ្នាយើងត្រូវតែផឹកឲ្យស្បាយម្ដងបាទមកឥឡូវនេះរឿងដែលសំខាន់គួរតែរំសាយចោលគំនុំរវាងបកសម្ព័ន្ធហើយនិងបកតុងធំប៉ុន្តែមិនដឹងជាអាចមានរឿងអីកើតឡើងឬក៏អត់ទេត្រូវហើយប្រហែលឆ្នាំនេះបង្ហូរជៀមច្រើនពេកហើយយកល្អមកជួបបាយល្អបំផុតនោះឲ្យគូភាគីអង្គុយជាមួយគ្នារៀមច្បងនិយាយត្រូវពួកយើងអាចនិយាយត្រូវគ្នាខ្ញុំយល់ថាបើទាំងអស់គ្នាអង្គុយជាមួយគ្នាអាចនឹងស្ដាប់គ្នាបានត្រូវហើយរឿងខុសនឹងត្រូវគឺតែតែមានមូលហេតុគួរជាកំហុសនរណាជាកំហុសនរនោះប្រហែលជារឿងហេតុមិនងាយស្រួលដោយការគិតទេប្រហែលជាពិបាកអ្នកឲ្យគូភាគីអង្គុយចោះចចាគ្នាណាលោកគ្រូខ្ញុំគឺជាមនុស្សមានះបំផុតឯបកទាំង5អ្នកស្រីសឹងនិងស៊ឺធូសៀគឺជាមនុស្សដែលប្រកាន់ជ្រុលពួកគេជួបគ្នាប្រហែលជាមិនទាន់បាននិយាយផងក៏វាយគ្នាបាត់ទៅហើយត្រូវឥឡូវគួរធ្វើយ៉ាងម៉េចចរិតឪពុកខ្ញុំមានះណាធ្វើយ៉ាងម៉េចទើបអាចឲ្យកូនអង្គុយចុះមកនិយាយជាមួយនឹងបកទាំង5មើលតែពួកយើងមានតែចែកផ្លូវគ្នាសម្រុះសម្រួលចាំឲ្យពួកគាត់គិតយល់ហើយចាំហៅមកអង្គុយជុំគ្នាបើឥឡូវឲ្យពួកគាត់ជុំគ្នានោះប្រកាសជាវាយគ្នាមិនខានហើយប្រហែលជាទឹកចិត្តរបស់យើងអាចបង្កជាគំនុំថ្មីមួយទៀតត្រូវហើយខ្ញុំយល់ថាធ្វើអញ្ចឹងទើបដិតដល់យើងធ្វើអញ្ចឹងចុះស្អែកនេះខ្ញុំទៅភ្នំវាំងអូខ្ញុំទៅទីនោះអាចជួបនៅបងអ៊ីងបន្ទាប់មកពួកយើងទៅទល់ដានជាមួយគ្នាដើម្បីជម្រាបលោកគ្រូឲ្យបានដឹងច្បាស់ហើយសម្រាប់សម្រួលគាត់ផងក្រៅពីនេះបងទី3ឯងនៅរៀមច្បងទាំងពីរត្រូវទៅជួបមនុស្សបាក់ទាំង5បញ្ជាក់ពីទឹកចិត្តពួកយើងឲ្យគេដឹងឲ្យច្បាស់ទៅសង្ឃឹមថាអាចនិយាយគ្នាបានបងប្រុសអញ្ចឹងស្អែកពួកយើងចេញដំណើរទៅបងទី3ពេលដែលអាចជួបពួកគេយល់អស់កុំធ្វើការឆេះឆាវពេកអីកុំរំអីមានខ្ញុំនៅអ្នកប្រុសហើយនៅធានាថាបងអ៊ីងគ្មានគ្រោះថ្នាក់ទេបាញ់ចឹងពួកយើងសន្យាគ្នាមួយខែក្រោយជួបនៅហួរផាញ់លើកបាទសម្រាប់ចឹងចុះមកពួកយើងនៅពេលលឹកសង្ឃឹមទេវតាអាចជួយរំសាយគំនុំជាង20ឆ្នាំមកនេះឲ្យពួកយើងល្អមកហេមកនៅនឹងឡើងយប់ស្មានហើយរកខ្ញុំមានការអីហ៎លបងធីថ្ងៃស្អែកយើងត្រូវទៅមែននេះត្រូវនៅនឹងដឹងអស់ហើយហ៎គឺយើងទៅប្រាប់ខ្ញុំបញ្ចារកខ្ញុំមានការអីដែរឲ្យខ្ញុំធ្វើអីហ៎ខ
ខ្ញុំអាចធ្វើដំណើរទៅជាមួយលោកបងទេយ៉ាងម៉េចណាគឺអញ្ចឹងទេខ្ញុំដឹងថាអ៊ីងខាងបងថ្លៃខ្ញុំក៏មិនទាន់ស្លាប់ទេគាត់នៅភ្នំវ៉ាងអូខ្ញុំចង់ទៅរកគាត់ប្រហែលជាអាចស៊ើបដឹងដំណឹងបងស្រីខ្ញុំលោកបងធីតើខ្ញុំធ្វើដំណើរជាមួយលោកបងអាចដំទុកដល់លោកបងមែនទេមិនយ៉ាងអាចនោះគប់ជួនខ្ញុំទៅភ្នំវ៉ាងអូធ្វើការផងតាមផ្លូវក៏អាចមើលថែគ្នាបានដែរមែនទេពិតជាប្រសើរណាស់អញ្ចឹងថ្ងៃស្អែកយើងចេញដំណើរពេលណាព្រឹកស្អែកនេះពួកយើងចេញដំណើរទៅយល់ល្អនេះឆាប់ទៅសម្រាប់ចុះបងធីពីមុនពេលខ្ញុំធ្វើដំណើរតែម្នាក់ឯងយល់ថាអបសុកណាស់តែមាន2នាក់គឺប្រសើរជាងមែនទេបងធីបងមានយល់ថាអ្នកនៅទីនេះនិយាយសម្ដីចម្លែកនឹងគួរឲ្យចាប់អារម្មណ៍ទេបងធីមើលទៅបងដូចជាមានវិបត្តិច្រើនណាស់បងមានរឿងអីហ៎បងធីហូបហើយផឹកទឹកផងបើមិនចឹងទេអាចប៉ះពាល់ដល់សុខភាពបងធីតាមផ្លូវបងមិនសប្បាយចិត្តសោះខ្ញុំដឹងថាបងមានវិបត្តិខ្ញុំទុកបងជាញាតិសន្តានតែបងអាចប្រាប់ខ្ញុំបានទេខ្ញុំឃើញបងពិបាកចិត្តអញ្ចឹងខ្ញុំក៏ទាំងសារណាស់ដែរមិនមែនខ្ញុំមិនចង់និយាយទេប៉ុន្តែបើខ្ញុំនិយាយក៏នាងមិនអាចជួយខ្ញុំបានដដែលតែបែរជាបន្ថែមអ្នកពិបាកចិត្តម្នាក់ទៀតទៅវិញប៉ុន្តែទ្រាំតែម្នាក់ឯងអញ្ចឹងអាចបណ្ដាឲ្យទៅជាឈឺណាស់ទេវតាពិតជាធ្វើបាបមនុស្សលោកមែនខ្ញុំមានចិត្តចង់ធ្វើកិច្ចការល្អមួយទីបញ្ចប់ក៏ខ្លាចទៅជាកំហុសដល់ធំប៉ុនមហាមេឃទៅវិញស្មានមិនដល់ថាលោកបងទៅភ្នំវ៉ាងអូព្រោះតែទៅសម្រាប់ក្រុមអ្នកនាងសួយសោះ